ចង់ចេះធ្វើទីផ្សារបាយរសាក្នុងការទាញអតិថិជនថ្មីទាញអតិថិជនចាស់របស់អ្នកឲ្យចូលមកទិញអ្នកវិញមែនទេឲ្យលក់ដាច់ឈ្នះគូប្រជែងប៉ុន្តែអ្នកអត់ដឹងថាត្រូវធ្វើទីផ្សារហ្នឹងគេចាប់ផ្ដើមពីណាទៅណាព្រោះអ្នកអត់ដឹងដែរធ្វើពីមុនមកមែនទេអ្នកគ្រូយល់របស់អ្នកថ្ងៃនេះអ្នកគ្រូនឹងមកប្រាប់ថាហើយចាប់ផ្ដើមធ្វើទីផ្សារបែបចិត្តសាស្ត្រហ្នឹងគេចាប់ផ្ដើមពីល្មិចពីតាណាទៅតាណានៅធ្វើនៅលើអនឡាញដើម្បីឲ្យអ្នកបានអតិថិជនហើយអ្វីសំខាន់มันចាំបាច់បញ្ចុះតម្លៃលក់តម្លៃធម្មតាចំណេញធម្មតាมันចាំបាច់បញ្ចុះតម្លៃតាមគូប្រជែងរបស់អ្នកទេទី1អ្វីអ្នកត្រូវធ្វើមែនទេអ្វីអ្នកត្រូវមានមែនទេគឺអ្នកត្រូវតែបើក page របស់អ្នកបើក page មាន page មាន IG មានដើម្បីធ្វើវីដេអូតាក់ទាញអតិថិជនរបស់អ្នកมันចាំបាច់តែធ្វើវីដេអូសម្បីតែសេអសផុសតែរូបហ្នឹងក៏បានមកដែរអូខេទេអាហ្នឹងគឺទី1មែនទេអ្នកត្រូវមានបើមិនទាន់មាន page ទេទៅបង្កើត page មកណាទី2មែនទេឲ្យអ្នករើសអតិថិជនចាប់អតិថិជនដែលអ្នកចង់ជួយកែបញ្ហាឬក៏ផលិតផលឬសេវាកម្មរបស់អ្នកហ្នឹងអាចកែបញ្ហាអតិថិជននឹងបានអ្នកចាប់អតិថិជនមែនទេឬអតិថិជនមកតាអតិថិជនក្រុមណាដែលអ្នកចង់បានមែនទេតែអ្នកគ្រូចង់ប្រាប់លក់ឲ្យក្រុមអ្នកមានលុយមែនទេចាប់អតិថិជនមិនថាប្រុសឬក៏ស្រីអ្នកត្រូវដឹងថាអ្នកលក់ឲ្យអ្នកណាក្មេងឬចាស់ព្រោះតែមនុស្សចាស់មនុស្សក្មេងលក់ការធ្វើទីផ្សារខុសគ្នាណាអត់មានដូចគ្នាទេអាហ្នឹងគឺអ្នកត្រូវដឹងមែនទេទី3មែនទេទី3គឺអ្នកត្រូវទៅសេមកក្នុង page របស់អ្នកមែនទេថាតើអ្នកជួយកែបញ្ហានៃអតិថិជនរបស់អ្នកនៃរឿងអីដែរអូខេបើសិនជាគេតាម page របស់អ្នកហើយតើអតិថិជនទាំងអស់នោះគាត់នឹងបានប្រយោជន៍អីពី page របស់អ្នកបើគេមកតាមហើយតើបានប្រយោជន៍អីមែនទេបានប្រយោជន៍អីអ្នកត្រូវដឹងអ្នកត្រូវទៅសេដាក់នៅក្នុង bio របស់អ្នកឲ្យច្បាស់ bio នៅក្នុង page របស់អ្នកមែនទេហើយបើសិនជាអ្នកមិនដឹងថាសេ bio ល្មិចមែនទេ alright អ្នកអាច comment នៅក្រោមថា bio មែនទេ bio វិធីសេ bio មែនទេអ្នកគ្រូនឹងផ្ញើវិធីសេ bio ឲ្យអ្នកតែម្ដងអាហ្នឹងចំណុចទី4មែនទេចំណុចទី4មកដល់ហើយគឺការតាក់ទងណាធ្វើបែបណាអតិថិជនហ្នឹងងាយស្រួលក្នុងការតាក់ទងទៅទិញរបស់អ្នកមែនទេមាន Telegram ណាមាន Telegram មាន link ដើម្បីឆាតទៅរកអ្នកទិញអ្នកមែនទេឲ្យងាយស្រួលសម្រាប់អតិថិជនណាអាហ្នឹងគឺទី4អញ្ចឹងហើយអ្នកគ្រូប្រាប់នេះគឺជាការងារទី5គឺការស្នើការលក់និយាយការបិទការលក់ជាមួយពួកគាត់ទៅស្នើការលក់ឲ្យវេលុយអ្នកនឹងលក់បានហើយអូខេទេអានេះគឺជា5វិធីដែលអ្នកត្រូវទៅធ្វើបាន5ដំណាក់កាលទៅធ្វើបានដើម្បីចាប់ផ្ដើមធ្វើទីផ្សារដំបូងលក់ឲ្យអតិថិជនរបស់អ្នកមែនទេឲ្យគេទិញហើយអ្វីសំខាន់មិនចាំបាច់លក់ចុះតម្លៃទៀតនៅពេលអ្នកដឹងពីបញ្ហារបស់អតិថិជនរបស់អ្នកច្បាស់ចាប់អតិថិជនឲ្យច្បាស់មែនទេអូខេហើយបើសិនជាអ្នកមិនដឹងថាត្រូវធ្វើបែបណានិយាយប៉ុណ្ណឹងនៅមិនដឹងថាធ្វើបែបណាចង់ឲ្យអ្នកគ្រូប្រាប់ធ្វើបែបណាមែនទេឲ្យអ្នក comment ពាក្យថាដៃថ្មីអូខេដៃថ្មីខមមិនដៃថ្មីអ្នកគ្រូនឹងផ្ញើវិធីទៅឲ្យអ្នកទៅដោយត្រង់នៅក្នុងឆាតរបស់អ្នកតែម្ដងអូខេដែរជឿអ្នកគ្រូធ្វើអនឡាញមក7 8ឆ្នាំហើយណា right មានសេរីភាពលក់អីក៏ដាច់ដែរមិនថាលក់សេវាកម្មលក់ផលិតផលគឺអ្នកគ្រូលក់ដាច់ទាំងអស់តែម្ដងហើយអ្នកគ្រូមានបញ្ចុះតម្លៃទេអូខេបាទមានឡើងថ្លៃផងខ្ញុំ comment ណាដៃថ្មីអ្នកគ្រូនឹងយកវិធីនឹងផ្ញើទៅឲ្យអ្នកដោយត្រង់តែម្ដងអូខេថ្ងៃហ្នឹងទៅតោះណាបាយបាយ